កម្ពុជាអង្គការសហប្រជាជាតិតើកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំណាតើការចូលជាសមាជិកអង្គការសហប្រជាជាតិមានអត្ថន័យដូចម្តេចចំពោះកម្ពុជាតើអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាអ្វីខ្លះដល់កម្ពុជាដែលសំណួរទាំង3នេះអាចបំបែកចេញពីគ្នាជា3សំណួរឬក៏នៅជាមួយគ្នាបានកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ1955ឬថ្ងៃទី14ខែធ្នូឆ្នាំ1955កការចូលជាសមាជិកអង្គការសហប្រជាជាតិមានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចតទៅប្រទេសកម្ពុជាឡើងជាប្រទេសឯកោតទៅទៀតកម្ពុជាបានឈរស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើពិភពលោកកម្ពុជាបានចូលរួមសម្រេចកិច្ចការនានានៅលើពិភពលោកក្នុងមាគ៌ាសន្តិភាពកម្ពុជាបានទទួលនូវការគោរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីពីសំណាក់អន្តរជាតិកម្ពុជាទទួលបាននូវមូលនិធិពីសំណាក់អន្តរជាតិក្នុងការអភិវឌ្ឍជាតិក្នុងមាគ៌ាសន្តិភាពកម្ពុជាទទួលបាននូវការការពារពីសំណាក់អន្តរជាតិខអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាជាច្រើនដល់កម្ពុជាដូចជាតុលាការអន្តរជាតិក្រុងឡាអេបានជួយដោះស្រាយវិវាទរឿងក្តីក្តាំប្រាសាទព្រះវិហារដែលថៃឈ្លានពាននៅឆ្នាំ1954ដោយតុលាការចេញសារក្រមឲ្យខ្មែរឈ្នះក្តីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR បានជួយឧបត្ថម្ភគាំទ្រដល់ជនភៀសខ្លួននៅតាមព្រំដែនកម្ពុជាថៃអង្គការសហប្រជាជាតិបានជួយជ្រោមជ្រែងឲ្យមាននៃការចរចាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលនាំទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថាអ៊ុនតាក់បានជួយរៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី23ដល់28ខែឧសភាឆ្នាំ1993ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993តាមរយៈអង្គការនានាក្រមអាវ៉ាត់មានដូចជាអង្គការ UNDP UNICEF UNESCO ILO IMO IMF FAO WHO GATT អង្គការសហប្រជាជាតិបានជួយអភិវឌ្ឍប្រទេសកម្ពុជាក្នុងមាគ៌ាសន្តិភាពអង្គការ UNESCO បានរៀបចំដាក់សម្បត្តិវប្បធម៌កម្ពុជាជាបេតិកភណ្ឌពិភពលោកអង្គការសហប្រជាជាតិបានជួយរៀបចំកាត់ទោសមេដឹកនាំខ្មែរក្រហមជាថ្មីម្ដងទៀតតុលាការអន្តរជាតិក្រុងឡាអេបានបកស្រាយសារក្រមឲ្យកម្ពុជាឈ្នះក្តីក្នុងរឿងក្តីជម្លោះទឹកដីតំបន់ប្រាសាទព្រះវិហារ Thank you